ចំណៃមកដល់មាត់ទៀតហើយអញពេលនេះមនុស្សស្រីម្ដងអេនៅក្នុងសួននេះពិតជាមានក្លិនក្រអូបពិតមែនក្រអូបខ្លាំងណាស់មែនទេមីងចាក្រអូបខ្លាំងណាស់ក្មួយពិតជាប្រកែថែសួនផ្កាពិតមែនចាមែនហើយមីងខ្ញុំស្រឡាញ់ផ្កាខ្លាំងណាស់ព្រោះខ្ញុំកើតចេញមកពីផ្កាហើយវាបានផ្ដល់អាហារស្រស់ឲ្យខ្ញុំជារៀងរាល់ថ្ងៃណាមីងអាហារស្រស់ហ៎អាហារស្រស់យ៉ាងម៉េចទៅក្មួយគឺអាហារស្រស់ដូចជាមីងនឹងហើយអើយបិសាចជួយផងបិសាចអើយបិសាចជួយផងបិសាចអើយមែនហើយយើងគឺជាបិសាចហើយអាហារស្រស់នោះគឺជាសាច់មីងនឹងហើយអើយទេអត់ទេខ្ញុំចង់ចេញទៅវិញខ្ញុំមិនចង់នៅទីនេះទេជួយផងបិសាចជួយផងអើយបិសាចជួយផងបិសាចអើយគិតស្មានថាអាចរត់រួចមែនទេហាបិសាចជួយផងបិសាចខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអីខ្ញុំសុំវមិនបាញ់វ៉អីទេមីងការអង្វរកពីមីងពេលនេះវាមិនបានមកចំអែតកាពះរបស់ខ្ញុំដែលកំពុងតែស្រេកឃ្លានសាច់ស្រស់បានទេបិសាចនោះបានប្រើយុទ្ធសាស្ត្រដោយបញ្ចេញនូវក្លិនផ្កាមរណៈមីងរំបានស្រូបយកក្លិនផ្កាមរណៈនោះហើយក៏ទន់ជើងដួលស្លាប់នៅក្នុងសួននោះទៅយើងបានអាហារស្រស់ទៀតហើយនាងរំប្រាប់ថាតែកាច់ផ្កានៅសួនតាំងពីព្រឹកនេះមេឃជិតយប់ទៅហើយមិនក៏មិនឃើញត្រឡប់មកវិញទៀតអញ្ចឹងមានរឿងអីទេដឹងឬក៏នាងរំកាច់បានហើយមិនយកផ្កាមកឲ្យយើងទេដឹង